កូនបត់ជើងមកមានពពុះតាំងពីកើតរហូតដល់ឥឡូវអាយុ4ខែក៏នៅតែអញ្ចឹងតើបណ្ដាលមកពីមូលហេតុអីតើតោងទៅនឹងការបត់ជើងដោយសារតែមិនបានបញ្ជាក់ថាជាការបត់ជើងធំឬក៏បត់ជើងតូចអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយទាំងពីរតើតោងនឹងការបត់ជើងធំមកមានពពុះហើយនិងការបត់ជើងតូចមកមានពពុះការបត់ជើងធំមកមានពពុះជាទូទៅគឺការលើកក្មេងដែលបើកទឹកដោះម្ដាយសុទ្ធឬក៏បើកទឹកដោះគោដោយសារតែនៅក្នុងទឹកដោះរបស់មនុស្សយើងគឺសម្បូរសារធាតុឡាក់តូសនឹងច្រើនជាងនៅក្នុងទឹកដោះគោហើយនិងនៅក្នុងទឹកដោះពពែទី1គឺតកតងនឹង imbalance រវាងសតទឹកដោះផ្នែកខាងលើហើយនិងសតទឹកដោះផ្នែកខាងក្រោមធម្មតាទឹកដោះរបស់មនុស្សយើងគឺចែកចេញជាពីរសតធំៗទី1គេហៅថា 4 mil ទី2គេហៅថា 5 mil អញ្ចឹងនៅពេលដែលកូនតូចៗខ្លះគាត់បើកបានតែសតខាងលើទេសតខាងលើដែលយើងហៅថា 4 mil ហ្នឹងគឺសម្បូរដោយជាតិទឹកហើយនិងស្ករឡាក់តូសចំណែកសតខាងក្រោមគឺសម្បូរដោយខ្លាញ់សម្រាប់ក្មេងតូចៗជាទូទៅគឺគាត់គេងច្រើនណាស់អញ្ចឹងការបើករបស់គាត់ជាទូទៅគឺគាត់បើកបានតែសតផ្នែកខាងលើទេនៅពេលដែលបើកគាត់គេងបាត់ទៅម្ដាយហត់ពេកក៏គេងទៅតាមដែរអញ្ចឹងគាត់បើកបានតែសតផ្នែកខាងលើទេនៅក្នុងដោះម្ខាងអញ្ចឹងនៅពេលដែលបើកម្ខាងទៀតគឺគាត់ពេលខ្លះគាត់បើកបានតែសតផ្នែកខាងលើទេអញ្ចឹងហើយសារធាតុឡាក់តូសហ្នឹងគឺចូលទៅក្នុងពោះវៀនគាត់ហ្នឹងច្រើននៅពេលដែលចូលទៅក្នុងពោះវៀនច្រើនសម្រាប់ក្មេងតូចៗអាចមានបញ្ហាឡាក់តូសអាតូលេរ៉ង់មានន័យថាពោះវៀនគឺមិនទាន់អាចផលិតអង់ស៊ីមឡាក់តាសដើម្បីបំបែកនៅស្ករឡាក់តូសនោះបានល្អទេអញ្ចឹងហើយបានជាការបត់ជើងមកហ្នឹងគឺអាចមានពពុះនៅក្នុងលាមកមិនត្រឹមតែមានបញ្ហាបត់ជើងធំមកមានពពុះនៅក្នុងលាមកទេគឺអាចនឹងបត់ជើងញឹកញាប់ជ្រែកជ្រោយច្រើនដងនៅក្នុងមួយថ្ងៃជាពិសេសគឺកូនតូចនេះគឺតកតងនឹងបញ្ហាឡាក់តូសអាតូលេរ៉ង់នេះដូចគ្នាដើម្បីកាត់បន្ថយនៅបញ្ហានេះបើសិនជាបំបើកដោះផ្ទាល់គឺយើងអាចនឹងច្របាច់ទឹកដោះផ្នែកខាងលើនឹងចោលបន្តិចទៅបើសិនជាយើងបូមដាក់ដបគឺយើងយកទឹកដោះផ្នែកខាងក្រោមចេញដោយសារតែនៅពេលដែលយើងបូមដាក់ដបសត្វខ្លាញ់ដែលនៅផ្នែក 5 mil ហ្នឹងគឺវាអណ្ដែតឡើងមកលើវិញអញ្ចឹងសត្វផ្នែក 4 mil ដែលមានតែទឹកហើយនឹងស្ករហ្នឹងគឺវាលេចចុះទៅក្រោមអញ្ចឹងយើងអាចបូមចោលបន្តិចប៉ុន្តែមិនមែនបូមចោលទាំងអស់ទេបើសិនជាយើងយកចោលទាំងអស់គឺនឹងធ្វើឲ្យកូនបាត់បង់ជាតិទឹកហើយនឹងខ្វះជាតិស្ករនៅពេលដែលយើងច្របាច់សត្វផ្នែកខាងលើចោលខ្លះហើយចាំឲ្យកូនមុំគឺវាអាចជួយកាត់បន្ថយនៅបញ្ហា lactose intolerance នេះឬក៏កាត់បន្ថយនៅបញ្ហា imbalance រវាងសត្វទឹកដោះផ្នែកខាងលើហើយនិងសត្វទឹកដោះផ្នែកខាងក្រោមវាក៏ជួយកាត់បន្ថយការបត់ជើងមកដែលមានពពុះដែរលាមកមានពពុះក៏អាចតកតងទៅនឹងការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួនឧទាហរណ៍ក្មេងមានការបង្ករោគនៅនឹងកាពះពោះវៀនឬក៏គាត់មានជំងឺឈឺស្កាត់អីផ្សេងដែលយើងប្រើថ្នាំសាសអញ្ចឹងការប្រើថ្នាំសាសគឺធ្វើឲ្យស្លាប់នៅបាក់តេរីល្អៗនៅក្នុងពោះវៀនដូច្នេះហើយនៅពេលដែលកូនបាត់ជើងធំមកក៏អាចនឹងមានពពុះនៅក្នុងលាមកហ្នឹងដូចគ្នាមួយទៀតទៅលើក្មេងធំដែលគាត់ចាប់ដើមនោះថ្មិញឬក៏ក្មេងចាប់ពីអាយុ3ខែឡើងទៅដែលគាត់ផលិតទឹកមាត់ច្រើននៅពេលដែលការផលិតទឹកមាត់ច្រើនក្មេងអាចនឹងបង្ហូរទឹកមាត់ចេញមកខាងក្រៅខ្លះពេលខ្លះលេបចូលទៅក្នុងពោះខ្លះដូច្នេះនៅអំឡុងពេលហ្នឹងក៏អាចធ្វើឲ្យលាមកហ្នឹងមានពពុះដែរតកតងទៅនឹងការបត់ជើងតូចដែលមានពពុះវិញបើសិនជានៅពេលដែលកូនបត់ជើងមកមានពពុះគឺយើងត្រូវតែមើលទៅលើពីរចំណុចទី1គឺជាពពុះធម្មតាដោយសារតែនៅក្នុងចានបង្គន់របស់យើងហ្នឹងគឺមុននឹងកូនបត់ជើងហ្នឹងគឺមានសាប៊ូនៅក្នុងហ្នឹងអញ្ចឹងមុននឹងឲ្យកូនបត់ជើងគឺត្រូវតែចុចទឹកទៅឲ្យអស់សិនចាំឲ្យកូនបត់ជើងមិនអញ្ចឹងទេវាអាចនឹងច្រឡំគ្នានឹងពពុះដែលជាជំងឺមួយទៀតតកតងទៅនឹងការបាញ់នោមរបស់កូនបើសិនជាល្បឿនបាញ់នោមហ្នឹងគឺខ្លាំងពេកក៏អាចធ្វើឲ្យមានពពុះនៅក្នុងទឹកនោមហ្នឹងដែរប៉ុន្តែវាគឺជារឿងធម្មតាទេមិនមែនជាជំងឺទេក្រៅពីនេះការបត់ជើងតូចដែលមានពពុះហើយជាជំងឺគឺវាអាចតកតងទៅនឹងការរលាកនៅលើផ្លូវនោមដូចជាការរលាកនៅលើបំពោះនោមនៅលើផ្លោកនោមឬក៏នៅលើតម្រងនោមដែលជាហេតុធ្វើឲ្យបត់ជើងតូចមកគឺមានពពុះពេលខ្លះមិនត្រឹមតែមានពពុះទេទឹកនោមឡើងពណ៌ចាស់ឬក៏អាចនឹងមានឈាមនៅក្នុងទឹកនោមទៀតហើយកូនអាចនឹងមានសញ្ញាក្តៅខ្លួនឬក៏ឈឺពើនៅលើថ្ងាសយំរោគរឿងខុសពីធម្មតាចំណុចមួយទៀតតកតងនឹងការនោមមកមានពពុះក៏អាចតកតងជាមួយនឹងការធ្លាយពីសរីរាង្គពោះវៀនចូលទៅក្នុងផ្លោកនោមដូចគ្នាប៉ុន្តែវាជាករណីកម្រអាចកើតមានបើសិនជាមានការប៉ះទង្គិចឧទាហរណ៍គ្រោះថ្នាក់ចរាចរណ៍ឬក៏មានការបង្ករោគធ្ងន់ធ្ងរអាចជាបុសឬក៏អាប់សាយឬក៏មហារីកដែលធ្លាយពីពោះវៀនចូលទៅក្នុងផ្លោកនោមគឺវាអាចធ្វើឲ្យមានខ្យល់ជ្រាបទៅក្នុងផ្លោកនោមរបស់កូនគឺអាចធ្វើឲ្យនោមមកមានពពុះដូចគ្នាមិនថាជាក្មេងឬក៏មនុស្សចាស់ទេគឺសញ្ញាទាំងអស់នេះគឺអាចកើតមានដូច្នេះសម្រាប់សំណួររបស់អ្នកខាងលើមិនថាជាការបត់ជើងធំមានពពុះឬក៏បត់ជើងតូចមានពពុះទេគួរតែជួបជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យលម្អិតបន្ថែមថាវាជាបញ្ហាធម្មតាឬក៏ជាជំងឺដូច្នេះអរគុណច្រើនជួបគ្នាក្នុងវីដេអូផ្សេងទៀតបាយបាយ